សូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបធ្វើប៉េងប៉ោះលេងខ្លួនគ្រឿងផ្សំមានដូចជាសាច់ជ្រូកចំនួន3ខាំប៉េងប៉ោះមានចំនួន6ផ្លែហើយក្នុងប៉េងប៉ោះមួយហ្នឹងយើងហាន់ជា4ទៅណានេះជា4ហាន់ជ្រុងៗចឹងទៅកុំទូចពេកកុំធំពេកហាន់ប៉ុណ្ណឹងមកហើយសាឡាត់ហ្នឹងមានចំនួន4ធាងអានេះទូចហ្នឹងអត់រាប់ទេគួបគ្នាហើយបន្ទាប់មកអានេះស្លឹកខ្ទឹមយើងហាន់វាវែងអញ្ចឹងទៅណាហើយមានគ្រឿងនេះបុកហើយមានលឹកក្រូចមានល្មៀតមានម្ទេសនិងគល់ស្លឹកគ្រៃហើយស្ករមានចំនួន1ស្លាបព្រាកន្លះហើយខ្លាញ់មានចំនួន3ស្លាបព្រាខ្ទឹមសមានចំនួន3កាពឹសម្សៅស៊ុបមានចំនួន1ស្លាបព្រាប៊ីចេងមានចំនួនកន្លះស្លាបព្រាប្រេងខ្យងមានចំនួន1ស្លាបព្រាទឹកត្រីមានចំនួន1ស្លាបព្រាកន្លះអញ្ចឹងសូមបងប្អូនចាំតាមដានខ្ញុំចម្អិនទាំងអស់គ្នាណាចាឥឡូវយើងចាប់ផ្ដើមចម្អិនទាំងអស់គ្នាណាជាដំបូងយើងដាក់ខ្ទះនៅលើចង្ក្រានឲ្យក្តៅពេលដែលខ្ទះក្តៅហើយយើងចាក់ប្រេងឆាចូលប្រេងឆាដែលយើងនេះមិញហ្នឹងគឺយើងចាក់ចូលប្រេងឆាចូលប្រេងឆាក្តៅយើងដាក់ខ្ទឹមដាក់បំពងខ្ទឹមសហ្នឹងយើងដាក់បំពងវាទៅឥឡូវខ្ទឹមយើងបានក្រហមហើយហ្នឹងគឺខ្ញុំចូលចិត្តប៉ុណ្ណឹងអត់ឲ្យខ្លោចពេកទេអត់ឲ្យក្រហមជាងហ្នឹងអញ្ចឹងយើងចាក់គ្រឿងបុកហ្នឹងចូលណាបើចង់បានអូនប្រឹងស្ងួនចេះដាំបាយទេព្រោះអូនខំគេចង់បានតែប្តីបំរើទួងប្រើធ្វើអ្វីក៏មិនត្រីចូលហើយយើងដាក់សាច់ហើយបន្ទាប់មកយើងជ្រោយឲ្យសព្វទៅឥឡូវយើងច្បល់វាឲ្យចូលជាមួយនឹងគ្រឿងហើយនឹងខ្ទឹមដើម្បីឲ្យឈ្ងុយសាច់ណាបងប្អូនហើយបន្ទាប់មកយើងចាក់ម្សៅស៊ុបចូលហើយដើម្បីឲ្យវាឆ្ងាញ់ចូលជាមួយប្រេងជាមួយដែលប៉េងប៉ោះយើងដាក់ប្រេងខ្យងចូលទៅពេលយើងចាក់ប្រេងខ្យងចូលហើយយើងឆាវាទៅណាឆាវាឲ្យវាសព្វជាមួយនឹងសាច់របស់យើងដើម្បីឲ្យរសជាតិដែលយើងដាក់មិញហ្នឹងចូលជាមួយសាច់បន្ទាប់មកយើងដាក់ប៊ីចេងយើងដាក់ពាក់កណ្ដាលសិនណាព្រោះយើងដាក់ម្សៅស៊ុបហើយបន្ទាប់មកយើងដាក់ស្ករក៏ដូចគ្នាដែរយើងដាក់ជាងពាក់កណ្ដាលទៅដើម្បីខ្វះខាតអីអាហ្នឹងចាំយើងថែមវាបន្ថែមទៀតទៅណានិយាយទៅគ្រប់ម្ហូបដែលខ្ញុំធ្វើណាបងប្អូនណាបើសិនជាបងប្អូនចង់សាបចង់ប្រៃចង់ជូរចង់ផ្អែមអីគឺអាចថែមតាមចំណង់ចំណូលចិត្តណាប៉ុន្តែដាក់ដូចគ្រឿងដូចខ្ញុំអញ្ចឹងគឺឆ្ងាញ់ហ្នឹងណាប៉ុន្តែគ្រាន់តែរសជាតិខ្ញុំចូលចិត្តអញ្ចឹងទៅខ្លាចដល់បងប្អូនចូលចិត្តរៀងសាបជាខ្ញុំឬក៏បងប្អូនមួយចំនួនចូលចិត្តប្រៃជាខ្ញុំអីអញ្ចឹងអូខេឥឡូវយើងជ្រោយអញ្ចឹងមកហើយបន្ទាប់មកយើងដាក់ឲ្យវាពុះហើយចាំបន្តទៀតណាចិត្តស្នេហ៍ពួកពីការស្មានការអ្វីក៏លយ៉ាងបងល្អដោយថ្ងៃ
ok lấy pu hái dương chối tập thêm mới đầm bay ao bia sập chỉ mùi nâng cương bao dương lại ba đã cho tới hay phải tuột máu nhôm đừng thưa cáp lụm hộp nắng ok lấy một hộp dương phải là mồm hái stir score chắc score để nhôm bàn tục nó cứ chạy cho tầng ong mỏng tinh á hay bị tóc môi dương chối ok lấy dương chối chia to tiếp tới thấy bị tóc môi dương đã bình phẳng để dương chặt mình ấy nhưng đã bình phẳng chối ok lấy pin bao bao dương ban cho anh hái chứ nhung thua ca lụa mà đong tiếp chỉ ca sạch nhá nhung lụa mà đong tiếp chỉ ca sạch ok chanh nhá ru chiết cứ chanh ru chiết nơi ở vậy để nhung trong bán liên chiết đó chanh nhìn tên chứ mong ôn complete vừa nhằm tầng o kia lấy nhung mà cho anh ấy nhung đừng phơi cá đu đã tràn đầm bay oi support là phiệp một hộp bao dương đó nhằm từ gì tới chứ nhanh nhá ót clean của cô ở clean này chắc dương hiệp salad tới dương đua lên với chương này vẫn được oi đầm bay oi giờ mà hộp bao dương đó mưa tới từ nổ nhanh hay nhằm trong nhằm mọi gì tới khơi sạch trong nhằm ok lấy hai tao mới nhung là đặt ở sập tấm nhung rồi bị lớn cô đặt tóc tay đầm bay ôi mà hộp bao dương đó không đi rồi chia cam ok
ដែរបងប្អូនចង់ញ៉ាំអត់អរគុណចំពោះការតាមដានវីដេអូនាងខ្ញុំកន្លងមកសូមជួយចុច Subscribe ហើយនិងចុច Share មួយដើម្បីលើកទឹកចិត្តផងណាអរគុណច្រើន សូមចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃ